ទឹកហ្នឹងទៅភ័យឃើញរូបខ្មៅកងាំងមកអញ្ចឹងសន្លប់ទៅព្រះបរមពុរិស័ទក៏ចាប់តកងកុំឲ្យលិចទឹកហ្នឹងយកមកដាក់លើគោកទៅសន្លប់ទៅណាឃើញរូបសន្លប់ភ្ញាក់ផងទៅរកការឈូកវាមិនបានចាប់ផ្លឹកនឹកឃើញមនុស្សអីហើយមកខ្មៅកងាំងមកពីក្នុងផ្លឹកឈូកសន្លប់ដល់ទៅពេលភ្ញាក់ខ្លួនឡើងចាំពាក្យថាមនុស្សហ្នឹងនៅក្នុងផ្លឹកឈូកហ្នឹងគឺអ្នកដែលគប់អញរោងតម្រៃរោងសេះហើយនៅលើតម្រៃនឹងឯងហើយបានប្រាប់ថាគឺជាប្របាទកុសរាជគឺជាស្វាមីអញអាក្រក់ណាស់អញសំបានស្វាមីចឹងនេះអន់ចិត្តណាអន់ចិត្តពេលដឹងខ្លួនហ្នឹងក៏ប្រាប់ដល់ពួកបរិវារដែលមកពីសាគលនគរហ្នឹងប្រាប់ថាយើងទៅនគរយើងវិញអត់នៅជាមួយនេះគឺថាមកអំពីជាប់សេចក្តីប្រាថ្នាដើម្បីរត់ចោលព្រះបរមពុរិស័ទមកណាចឹងព្រះបរមពុរិស័ទគិតឃើញថាបើហាមឃាត់នាងនាំឲ្យនាងកើតទុក្ខក្រែងលោមានវិបត្តិគ្រោះថ្នាក់ដល់ជីវិតក៏បណ្ដោយឲ្យព្រះនាងបភាវតីទៅសិនចុកតាំងចិត្តថាពេលណាមួយនឹងទៅនាំយកព្រះនាងបភាវតីមកដោយកម្លាំងរបស់ខ្លួនកម្លាំងបញ្ញារបស់ព្រះអង្គឲ្យតល់តែបានព្រះនាងបភាវតីហ្នឹងក៏នាំពួកនាងគោមនាងអីស្រីស្នំហើយនឹងពួកបរិវារផ្សេងដែលមកពីសាគលនគរត្រឡប់ទៅសាគលនគរវិញព្រះបរមពុរិស័ទហ្នឹងក៏បណ្ដោយឲ្យទៅនៅតែមួយព្រះអង្គឯងនៅនឹងកុសាវតីហ្នឹងទៅក្រៀមក្រំកើតទុកចិញ្ចឹងព្រោះហេតុតែប្រាត់ប្រាស់សង្ខារដែលជាទីស្រឡាញ់ពេញចិត្តទេណារឿងនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីបុព្វកម្មខាងដើមមកវគ្គសិនពីអតីតកាលនោះមាននគរនៅនឹងខាងមុខខ្លោងទ្វារនៃនគរពារាណសីមានភូមិមួយនៅនឹងខ្លោងទ្វារចូលទៅក្រុងពារាណសីហ្នឹងហើយមានផ្ទះនៅអំពីខាងមុខជាប់មាត់ផ្លូវភូមិហ្នឹងណាមានកូនស្រីម្នាក់ហើយនៅពីក្រោយភូមិហ្នឹងមានកូនប្រុសពីរនាក់ហើយព្រះបរមពុរិស័ទក្នុងកាលនោះត្រូវជាកូនប្រុសប្អូនមេដាបៃតាក៏បាននាំកូនស្រីនៅខាងមុខភូមិនឹងឯងឲ្យទៅធ្វើជាប្រពន្ធកូនបងហើយព្រះបរមពុរិស័ទហ្នឹងមិនតាន់មានប្រពន្ធទេមិនតាន់មានភរិយាទេពេលមួយនោះនាងបងថ្លៃព្រះបរមពុរិស័ទហ្នឹងបានចែកនំទុកឲ្យព្រះបរមពុរិស័ទមួយចំណែកទៅព្រះបរមពុរិស័ទរវល់តែទៅព្រៃដោយកិច្ចការងារណានេះមួយក៏បរិភោគនំពីអ្នកស្វាមីនឹងឯងដែលជាចំណែករបស់ខ្លួនឯងនឹងទុកឲ្យតែព្រះបរមពុរិស័ទបរិភោគអស់ទៅស្រាប់តែពេលនោះព្រះវិជ័យកពុទ្ធស្ដេចយាងមកបិណ្ឌបាតដល់មកបិណ្ឌបាតមិនដឹងរកអីដាក់បាតព្រះវិជ័យកពុទ្ធបានក៏ទៅយកនំដែលជាចំណែកព្រះបរមពុរិស័ទនឹងមកដាក់បាតបើគិតឃើញថាចាំធ្វើឲ្យប្អូនសាក្រោយទទួលគ្នាទៅដាក់បានក្នុងបាតនឹងថ្វាយព្រះវិជ័យកពុទ្ធព្រះបរមពុរិស័ទមកដល់ក៏បានទៅប្រាប់ប្អូនថាប្អូនណាឥឡូវនំចំណែកប្អូនបងយកទៅដាក់បាតដល់លោកម្ចាស់ហើយសូមប្អូនត្រេកអរអនុមោទនាទៅព្រះបរមពុរិស័ទពេលហ្នឹងថាប្រខឹងហ្មងទេណាខឹងស្អីនំចំណែកគាត់ប្រសាអស់លីងអញ្ចឹងហើយយកនំចំណែកយើងហ្នឹងទៅដាក់បាតមិនឆក់ចិត្តទេទៅតាមព្រះវិជ័យកពុទ្ធទៅចាប់យកនំពីក្នុងបាតមកវិញទេណាដល់ប៉ុណ្ណឹងហើយព្រះបរមពុរិស័ទហ្នឹងចាប់យកនំមកវិញយកមកវិញពេលហ្នឹងបងថ្លៃបងស្រីហ្នឹងមិនដឹងធ្វើម៉េចសូមអារាធនាព្រះវិជ័យកពុទ្ធឲ្យគង់សិនរត់វឹងទៅផ្ទះម៉ែនៅខាងមុខភូមិទៅរមើលចុះមើលឡើងបានទឹកដោះថ្លាសូមម៉ែយកមកដាក់បាតព្រះវិជ័យកពុទ្ធទឹកដោះថ្លាគ្រាន់តែចូលក្នុងបាតស្រាប់តែមានពណ៌ស្អាតឡើងហ្មងពណ៌ដូចផ្កាចម្ប៉ាពេលហ្នឹងក៏តាំងសេចក្តីប្រាថ្នាបងថ្លៃព្រះបរមពុរិស័ទហ្នឹងសូមឲ្យអនាគតជាតិខ្ញុំមានពណ៌សម្បុរស្អាតហើយទោះជាខ្ញុំម្ចាស់នេះទៅដល់ណាក៏ដោយវិលវល់ក្នុងវត្តដាក់នៃអនាគតសូមឲ្យបានជួបនៅប្អូនថ្លៃដែលជាបរោះអាក្រក់សាមានេះដើម្បីថាឲ្យនៅរួមជាមួយគ្នាសូមកុំឲ្យបានជួបនៅរួមជាមួយគ្នាឡើយប្រាថ្នាកុំឲ្យជួបជាមួយប្អូនណាអាក្រក់ណាស់ខឹងទៅយកនំដែលបានដាក់បាតព្រះវិជ័យកពុទ្ធមកវិញព្រះបរមពុរិស័ទឮបងថ្លៃប្រាថ្នាអញ្ចឹងទៅឃើញប្រាថ្នាមិនឲ្យជួបអញផងយកនំហ្នឹងក៏ដាក់បាតវិញដាក់ចូលក្នុងទឹកដោះហ្នឹងឯងឆ្លុកចូលលេគ្នា